រឿងថ្ងៃនេះគឺកើតឡើងនៅក្នុងឆ្នាំ2009មានលោកយាយម្នាក់រស់នៅក្នុងខ្ទមដ៏កំសត់របស់គាត់នឹងនៅឯភូមិមួយនៃខេត្តព្រៃវែងលោកយាយគឺជាមនុស្សចាស់ឯកាកូនរបស់លោកយាយម្នាក់គឺសុទ្ធតែមិនដែលខ្វាយខ្វល់នឹងលោកយាយឡើយមិនថាជាកូនបង្កើតឬក៏កូនប្រសារនោះឡើយពិសេសគឺកូនបង្កើតដែលស្ទើរតែរស់នៅផ្ទះជាប់គ្នានឹងខ្ទមរបស់លោកយាយតែម្ដងពួកគាត់មិនដែលខ្វាយខ្វល់អើពើនឹងលោកយាយឡើយបើទោះបីជានៅផ្ទះក្បែរគ្នានៅក្នុងភូមិតែមួយហ្នឹងណាអត់ដែលមកអើតមើលម្ដាយរបស់ខ្លួននោះទេដោយគេថាម្ដាយម្នាក់អាចចិញ្ចឹមកូនបាន10-20នាក់ប៉ុន្តែកូន10-20នាក់ចិញ្ចឹមតែម្ដាយម្នាក់ចិញ្ចឹមអត់រួចប្តីលោកយាយបានស្លាប់ចោលលោកយាយតាំងពីសម័យខ្មែរក្រហមមកម្លេះលោកយាយឯកោខ្លាំងមែនទែនគាត់រស់បានដោយសារតែការដើរទុះទាយឲ្យគេនៅក្នុងភូមិដើម្បីបដូរយកអង្គសំបីតែខ្ញុំផ្ទាល់ក៏គាត់ធ្លាប់ចាប់ដៃទាយឲ្យដែរកាលនោះខ្ញុំមានអាយុ11ឆ្នាំលោកយាយជាមនុស្សរស់រាយរាក់ទាក់ណាស់នៅក្នុងភូមិអ្នកណាក៏ចូលចិត្តគាត់ដែរពិសេសពេលដែលទាយឲ្យខ្ញុំនឹងគឺគាត់បានញញឹមសើចដាក់ខ្ញុំនិយាយមកខ្ញុំថាអាចៅហើយកូនចៅណាគេដោយសារតែខ្ញុំគឺជាក្មេងសេរីក្រោយគឺគាត់មិនដែលជាស្គាល់ខ្ញុំនោះទេម្យ៉ាងផ្ទះរបស់ខ្ញុំគឺនៅឆ្ងាយពីផ្ទះរបស់គាត់ហើយពីមួយថ្ងៃទៅមួយថ្ងៃលោកយាយចេះតែដើរទីឲ្យគេដើម្បីបដូរយកអង្គហូបតែប៉ុណ្ណោះហើយមានថ្ងៃខ្លះមានអ្នកខ្លះគេអាណិតលោកយាយអញ្ចឹងដោយសារតែគាត់ចាស់ដើរកោងខ្នងគេក៏ហៅគាត់ឲ្យអង្គហ្វ្រីតែម្ដងដោយមិនចាំបាច់ទីឲ្យគេក៏បានដែរមកនិយាយពីខ្ញុំបន្តិចវិញនៅក្នុងឆ្នាំ2009ខ្ញុំមានអាយុ11ឆ្នាំតែប៉ុណ្ណោះកាលនោះគឺខ្ញុំរៀននៅថ្នាក់ទី4នៅសាលាបឋមសិក្សាព្រៃតាមុកគឺរៀនវេនពេលថ្ងៃហើយពេលព្រឹកនៅពេលដែលទំនេរហ្នឹងគឺខ្ញុំឆ្លៀតពេលទៅឃ្វាក្របីនៅឯវាលស្រែចំរដូវខ្លះស្រូវកំពុងតែផើមខ្លះចាប់ផ្ដើមចេញគ្រាប់ខ្លះបណ្ដើរនោះគឺមិនអាចលេងក្របីចោលឲ្យដើរស៊ីស្មៅដោយខ្លួនឯងនោះទេជារៀងរាល់ថ្ងៃពេលម៉ោង11កន្លះអីហ្នឹងគឺខ្ញុំចាប់ផ្ដើមជិះក្របីហើយនឹងដឹកកូនតូចរបស់វាហ្នឹងត្រឡប់មកផ្ទះវិញព្រោះថាចិត្តដល់ម៉ោងទៅរៀនហើយការងារពេលដែលទៅដល់ផ្ទះគឺងូតទឹកហូបបាយស្លៀកពាក់ទៅរៀនចេញមកពីរៀនវិញនៅម៉ោង5ល្ងាចដល់ផ្ទះទៅដឹកក្របីឲ្យចូលងូតទឹករួចក៏ដឹកវាចូលក្រោលរួចរាល់ហើយក៏បន្តទៅវាលស្រែដាក់បង្កាយរកត្រីខ្ញុំប្រើប្រាស់ជីវិតបែបនេះជារៀងរាល់ថ្ងៃធម្មតាតាមទម្លាប់របស់ក្មេងស្រុកស្រែមកនិយាយពីលោកយាយវិញពីមួយថ្ងៃទៅមួយថ្ងៃលោកយាយគាត់លំបាកចិត្តកាន់តែខ្លាំងទៅព្រោះតែកូនរបស់គាត់មិនដែលខ្វាយខ្វល់គិតគូរពីគាត់ឡើយមានហូបឬអត់ហូបអត់បាយអត់ទឹកក៏ដោយពួកគេមិនដែលខ្វល់នោះដែរពួកគេហាក់បីដូចជាកាត់ការលោកយាយជាម្ដាយចោលបាត់ទៅហើយខ្ញុំក៏មិនយល់ពីពួកគាត់ដែរឬមួយមកពីលោកយាយក្រទៅពួកគាត់ត្រូវធ្វើបែបនេះរីឯកូនប្រុសពៅរបស់លោកយាយដែលទៅធ្វើការនៅឯប្រទេសថៃឯនោះវិញក៏បាត់ដំណឹងសូនឆឹងទៅទៀតដោយសារតែកូនបងពួកគេមិនអើពើរមើលគុណនឹងលោកយាយដូច្នេះលោកយាយតែងតែទន្ទឹងរង់ចាំដំណឹងពីកូនប្រុសពៅរបស់គាត់នោះគឺជាក្តីសង្ឃឹមចុងក្រោយរបស់គាត់ហើយកូនធំគេអត់ខ្វាយខ្វល់អញ្ចឹងនៅសតកូនពៅដែលទៅធ្វើការនៅប្រទេសគេនឹងឯងរំពឹងថាខែគាត់អញ្ចឹងហ្នឹងហើយអញ្ចឹងរត់នៅមួយថ្ងៃរងចាំតែកូនត្រឡប់មកពីប្រទេសថៃវិញទេនៅថ្ងៃមួយអ៊ំប្រុសរបស់ខ្ញុំដែលធ្វើការនៅប្រទេសថៃគាត់បានត្រឡប់មកលេងផ្ទះវិញពេលមកដល់ផ្ទះវិញធម្មតាទេមានបងប្អូនពូមីងអ្នកចិត្តខាងអីហ្នឹងមកអើតសួរសុខទុក្ខអញ្ចឹងទៅសុខសប្បាយអត់អ្នកអើយទៅធ្វើការនៅប្រទេសថៃមិនដែរអញ្ចឹងណានៅពេលនោះមានលោកយាយម្នាក់បានសួរទៅកាន់អ៊ំប្រុសរបស់ខ្ញុំថាមានដឹងដំណឹងពីកូនយាយយ៉ានអត់ហ្នឹងព្រោះអីយាយយ៉ានណាដេកឈឺនៅនឹងកន្ទេលក្រោកដើរមិនរួចនោះទេមួយថ្ងៃចង់ទៅទាយឲ្យគេដូរយកអង្គក៏មិនបានផងអត់មានអីពិសាទេហើយមួយថ្ងៃគាត់គេងហូរទឹកភ្នែកនឹកកូនរងចាំមើលតែផ្លូវកូនប្រុសពៅរបស់គាត់ទេតែហាក់បីដូចជាគ្មានដំណឹងអំពីគេសោះនៅពេលនោះអ៊ំប្រុសនោះក៏លន់មាត់បែបភ្ញាក់ផ្អើលតែម្ដងថាស្លាប់បាត់ហើយនៅថៃខ្ញុំបានឃើញអាឡាងកូនយាយយ៉ានតើតែវាតែងខ្លួនជាភេទទី3ហើយមួយថ្ងៃគិតតែពីដើរលេងផឹកស៊ីតែប៉ុណ្ណោះទៅក្លឹបផាត់មុខផាត់មាត់អត់ឃើញវាទៅធ្វើការអីទេអាឡាងវានៅបន្ទប់ជួលម្ដុំកន្លែងដែលខ្ញុំរស់នៅអញ្ចឹងខ្ញុំស្គាល់វាច្បាស់ណាស់ថាវាគឺជាអ្នកណាព្រោះមកពីភូមិដូចគ្នាថ្ងៃខ្លះបាត់មុខវាមិនដែលមកឃើញផ្ទះវិញផងពេលខ្លះបាត់3-4ថ្ងៃក៏មានដែរ
giấy cứ lại bằng rong chăm côn pờ đặc biệt côn pờ từ nước cứ ắt phò bị quạt phong lại enjoy tay luôn tay ấy chân từ đàn linh club rầm lông bị nút ban tay một ngày cứ coi pe để ông pro là bọc quạt nắng mà lên chứ á nên là nghiệt bóng prám pe để nhâm trên pe riêng ban lư sầm lấy micro bần sọc từ hơi hãy còn lư cha cha được nông phôm để dạy to khi tha dạy dán ban trong có nâng cọm má từ nâng thầm tôm là bọc quạt slap bắt hơi đòi xa tại sập kịp sạ sập bọc quạt bạc liên ẩn đạt bài mốc từ tôi mốc nâng đam po tại mà đòn mình đăng thật quát trong có slap tăng bị pe ná mộc nu tê Pru tha sạ phiếp sạ sập bọc quát cưa rống slay sports vai ở rồi lính tại mà đón và hai chỉ quát tôi chất khăn hai mơ tơ rồi bị đăng đầm nâng tha côn pơ rồi bọc quát ắt ao pơ nâng quát tề hay nam mũi quát cầm pông tại chư khăn tiết phóng cả sập bọc quát nút chặt chai nước nông phốm ban này dậy to khi tha cứ chỉ cả slap tay hồng hai mà dạng tiết quạt slap bài mốc từ trong đầm po nút tay mà đòn liền ảnh đát bọc này thông từ rock tôm mẹ ta tay mà đòn cứ tha chìa ca slap một đứa có sạ sọt nó cứ cài nè từ tam chùm nữa là bọn đẹp hùng cái đấng tha gì dán slap đòi xa tại miền pu mà nè mua tha pù rươn miền tét tôn mốc chiêng kháng chớn nằm tét là bao gì dán bẩn tệ quát ban khơi sạ sọt gì dán môn kề pru quát cứ chìm nổi chất là o ca đại dạy dán nơi rúa bù rướn tay tại hội ni hội nhúc ao dạy dán hộp gì nơi tai bẩn màn ngày đi riêng trong lái bạn một dạy dán mình khơi trên mà bị tôm sao cứ ngắt sầm lên quát tăng bị prắc đo là nghĩa tớp lục bú sầm đại chất đa cho từ mực tôm được bỏ quạt hãy cọp khơi sạ sọc dạy dán trong có tên mình nấm tôm từ hơi có cọt sài khlang hơi kê hơi ái on một chui rung nút ban phơi ở phá mình nút mùi cầm nạt phùm một chui cho mơ mình khát tiết ban chui đo sạ sọc dạy dán cho khát tiết từ hơi tả cha hơi mê phùm niệm muốn lô bị vót đặt bầy điệp chóm bị thịt bòn sọc từ tam bập bầy mì cài mốc nhom ban khơi vào tầm miền côn được bao dạy dán kẹt ó đã mà chui rút mức nông cam bị thịt bòn sọc đài đang đài nút cứ chỉ bôn sóc được bom mà đài được bọc luôn tái từ ban kế chui vô ả xá đi trong ao từ vinh nhưng chỉ sọp vinh mình đang chỉ khôi chất grom trung cùng rật nái nè lượt lên tại côn proper được bọc quát mình ban khơi một tê một đọc về lớn đi cọc không đầm nâng thật quát nâng nơi ảnh ná slap rư rùa đài phụ nơi thái mình đang thật ban đầm nâng được ọt đừng ọt thầm đài rồi anh slap hơi bà ta mơ tới côn được bon lục dây đại mốc nút bà hai chỉ mốc bằng cục kịch tai phần nọ khanh nhẹ phúng tha ao cha tha ao cho sạ sập lục dây trên ban kế bôi chia nơi lần nghịch nút phim tay mà đón đòi tạ cha nâng bè sóng ban lượng mà tha mình ạch tục sập nút ban du tiết tê pro chỉ sập đại slap tay hao mà dáng cứ riêng hao sôi khăn từ hơi ai côn mà được việc được ắt ao pơ phong nâng quát ban bôi chia sập lục dây nơi ai đây tu nơi vi sái khăn cá phùm Paul cứ chỉ tí tu đại nẹ phúng tục sầmรับbôi chia sạ sọp tại mà đòn nơi tin nu min phô khmau chán nèហើយដើមថ្នោតក៏ដុះច្រើនដូចគ្នាធម្មតានៅតាមស្រុកស្រែភូមិពីដើមគឺមានមកកន្លែងតួបូជាសពហ្នឹងក្រោយនោះពេលល្ងាចព្រិលមើលគ្នាពីចម្ងាយលេងស្គរហើយខ្ញុំឯណែវិញចេញពីរោងបននោះក៏ទៅដាក់បង្កាយនៅតាមប្រឡាយទឹកនៅក្នុងស្រែខាងកើតភូមិដូចសពម្ដងជាធម្មតាជីវិតក្មេងស្រុកស្រែនៅសម័យប្រើប្រាស់ចង្កៀងប្រេងកាច់តែប៉ុណ្ណឹងបងអើយនេះគាត់និយាយមួយយើងណាយប់ដែលគេបូជានោះខ្ញុំបានឈរលើភ្លឺប្រឡាយចោតភ្នែកសម្លឹងទៅកាន់ទួលនោះខ្ញុំបានឃើញផ្សែងដែលគេដុតបូជាសពយាយាននៅហុយតិចនៅឡើយប៉ុន្តែគ្មានមនុស្សនៅទីនោះទេតែខ្ញុំហាក់ឮសូរសំឡេងមនុស្សយំផងនិយាយគ្នាផងអ៊ូអឈូឆោតនៅតំបន់ចេញពីទីទួលនោះខ្ញុំខំរកមើលដែរតែហាក់គ្មានមនុស្សឬក៏គ្មានតម្រុយហ្វូមមនុស្សនៅក្បែរខ្ញុំនោះទេខ្ញុំមិនដឹងថាសំឡេងនោះចេញមកពីណានោះទេតែពេលនោះខ្ញុំក៏អត់បានផ្ដោតអ្វីច្រើនដែរម្យ៉ាងរៀងល្ងាចទៅហើយក្រោយពីដាក់បង្កាយរួចរាល់ហើយខ្ញុំក៏ត្រឡប់ទៅផ្ទះវិញហើយគ្មានជួបហេតុការណ៍អ្វីនោះទេព្រោះគេដាក់បង្កាយពីច្រើនពេលក្បាលប្រឡប់អញ្ចឹងឯងក្បាលប្រឡប់ហើយដល់ពេលផឹកឡើងមកគេទៅមើលតែជាប់ថៃជាប់អីឬអត់ហើយអត់រំលងបាន7ថ្ងៃក៏ឮដំណឹងថាលោកយាយបានទៅពន្យល់សពកូនប្រសាស្រីរបស់គាត់ដែលមានផ្ទះនៅភូមិជាមួយគ្នានឹងឯងថាឲ្យគាត់សុំមកនៅជាមួយផងហើយកូនប្រសាស្រីរបស់គាត់នឹងឈ្មោះមីងសំកំឡុងពេលនោះមីងសំកំពុងតែមានផ្ទៃពោះបពោះជាង2ខែទៅហើយត្រូវបានម្ដាយនឹងសុំមកនៅជាមួយតែស្អែកឡើងសុកមីងសំក៏បានឲ្យប្តីគាត់ដឹកគាត់ទៅផ្ទះឆ្មប
ហើយទៅប្រាប់យាយម៉បហ្នឹងកាយទម្លាក់កូនចេញដោយគាត់និយាយថាគាត់មិនទុកកូននោះទេគាត់មិនចង់ឲ្យយាយយ៉ានមិននៅជាមួយគាត់ទេចំណែកឯយាយម៉បនឹងទៀតសោកគឺគ្មានជំនាញវិជ្ជាជីវៈគ្មានក្រមសីលធម៌អីទេបានគេឲ្យលុយគឺដឹងតកាយយព្រោះអីគឺជាការចេះតគ្នាពីចាស់ចំនួនដើមតែប៉ុណ្ណោះមិនមែនជាពេទ្យឆ្មប់ត្រឹមត្រូវនោះទេហើយគាត់ចេះកេះសរសៃកាយពោះឲ្យគេដើម្បីបានលុយ500 1000 2000អីចឹងដើម្បីទៅទិញស្រាសផឹកតែប៉ុណ្ណោះបន្ទាប់ពីបានទៅដល់ផ្ទះយាយម៉បហើយយាយម៉បឲ្យឡើងទៅលើផ្ទះដើម្បីធ្វើការកាយទម្លាក់កូនដោយឲ្យប្តីមីងសំនៅចាំខាងក្រោមផ្ទះការធ្វើបែបហ្នឹងគឺគ្រោះថ្នាក់មែនទែនព្រោះអីការពោះស្ត្រីត្រូវតែទៅតាមដានសុខភាពគាត់ជារៀងរាល់ខែត្រូវទេដើម្បីដឹងពីសុខភាពម្ដាយដឹងពីសុខភាពកូនហើយនឹងវិធីសាស្ត្រដើម្បីជៀសវាងហានិភ័យនៅពេលសម្រាលតែនេះគឺនៅតាមខេត្តនិងតាមភូមិអត់មានរឿងញ៉ាវទាំងអស់ហ្នឹងទេហើយភាគច្រើនការបង្កើតកូនគឺពឹងផ្អែកទៅលើឈ្មោះបុរាណហើយដែលពីសម័យមុនគេហៅថាភេកលាភ្លើងដោយសារតែកើតជំងឺតេតាណូសនៅពេលដែលកើតកូននឹងតែម្ដងតែនៅពេលនោះមិនដឹងជាយាយម៉បកាយចំសរសៃឬក៏ដាច់សរសៃអ្វីក៏មិនដឹងស្រាប់តែមីងសំសុកអាការៈគាត់ក៏ចុកខ្លាំងហូរឈាមកាន់តែច្រើនឡើងចុកខ្លាំងទៅដោយទ្រាំមិនបានគាត់ក៏ស្រែកហៅប្តីឲ្យឡើងមកជួយគាត់ហើយយកគាត់ទៅពេទ្យវិញពេលដែលប្តីគាត់ឡើងមកដល់រកបីត្រកងប្រពន្ធយកទៅមិនទាន់តែបានលើកផងមីងសំក៏ស្រែកថាខ្មោចយាយយ៉ាគាត់ឃើញខ្មោចយាយយ៉ានឹងឈរនៅលើក្បាលគាត់របៀបឆ្ងោកមើលមុខគាត់សក់រញ៉ាញ់មុខហើមរលួយស្អុយសឹកតែឈាមចំក្បិនរួចសើចដាក់គាត់គោះឲ្យខ្លាំងមែនតែម្ដងម្យ៉ាងគឺគាត់យល់សប្តិថាឃើញយាយយ៉ាមកសុំនៅជាមួយគាត់ស្រាប់តែទីបំផុតគាត់ទៅកាយកូននឹងចេញអញ្ចឹងពេលដែលកាយនឹងធ្វើគាត់ឃើញខ្មោចយាយយ៉ាស្ទុះរំកិលចេញពីដៃប្តីរបស់គាត់តម្រង់ទៅកាន់វត្តទ្វារផ្ទះទាំងអាការៈឈឺចុកចាប់និងភ័យខ្លាចមិនតាន់ទាំងឆ្លងផុតកាន់ចិន្តាទី1ផងគាត់ចុកកាន់តែខ្លាំងទៅរហូតដល់ខ្យល់ស្លាប់ធ្លាក់ពីលើកម្មចិន្តាទាំងបើកភ្នែកធំតែម្ដងហាក់បីដូចជាឃើញអ្វីមួយយ៉ាងដ៏រន្ធត់ហើយស្លាប់ទាំងម្ដាយស្លាប់ទាំងកូនតាមខ្ញុំចាំបានយាយម៉បបានជាប់ទោសនៅក្នុងពន្ធនាគារអស់រយៈពេល3ឆ្នាំនិងបងជាប្រាក់ទៀតដោយសាររឿងនេះក្រឡេកមកមើលខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំវិញនៅថ្ងៃដែលមីងសំស្លាប់មិត្តរបស់ខ្ញុំមាន6នាក់រួមទាំងខ្ញុំមានឈ្មោះដាឈ្មោះដំឈ្មោះវិតឈ្មោះគួងឈ្មោះរ៉ូតហើយនិងខ្ញុំម្នាក់ទៀតក្នុងចំណោមមិត្តទាំងអស់មានម្នាក់ជាភេទទី3ហើយក្នុងចំណោមមិត្តទាំងអស់វានឹងឯងគឺមានធំខ្ពស់ជាងគេហើយក៏ជាកម្ពុជាបិតាខ្លាច់ខ្មោចជាងគេដែរថ្ងៃហ្នឹងគឺម៉ោង1រសៀលពួកម៉ាក់ខ្ញុំទាំងអស់បានទៅចងដាក់បង្កាយត្រីជាមួយគ្នាដែរពួកខ្ញុំខំដើររៀបបង្កាយតាមភ្លឺស្រែដោយម្នាក់មានបង្កាយមិនក្រោម200បង្កាយនោះទេរីត្រង់នេះផងរីត្រង់នោះផងបន្ទាប់ពីរីអស់រៀងខ្លួនប្រហែលជាម៉ោង3រសៀលពួកខ្ញុំក៏បានជួបជុំគ្នានៅលើភ្លឺប្រឡាយត្រង់គល់ស្ពានថ្នោតដែលគេដាក់សម្រាប់ឆ្លងទឹកទៅមកពេលអង្គុយជុំគ្នានឹងដាជាមនុស្សម្នាក់មើងម៉ាត់មកចប់ជាងគេជាមនុស្សឧស្សាហ៍ព្យាយាមហើយនឹងសុភាពជាងគេគួរឲ្យសរសើរគេបាននិយាយថាណែពួកយើងយប់ហ្នឹងណាគេមកមើលបង្កាយទល់ភ្លឺមួយគ្នាវើយបើពួកឯងនៅទល់ភ្លឺអញក៏នៅទល់ភ្លឺដែរមិនបាច់ចាំទៅដេកផ្ទះទេអូខេហើយវាឲ្យខ្ញុំជូនវាទៅងូតទឹកសិនហូបបាយរួចម៉ោង5ល្ងាចចាំត្រឡប់មកជួបជុំគ្នាវិញហើយក៏ទៅយកសៀវភៅធម៌មកអានផងទុកការពារសូត្រពេលខ្មោចលោអាដាមវាមើលមុខខ្ញុំហើយនិយាយថាហើយទៅជូនវាទៅហើយទៅយកសៀវភៅធម៌មកអានជុំគ្នាផងនឹងអាចបានព្រឺខ្នងជុំគ្នាខ្ញុំក៏ឆ្លើយថាអញ្ចឹងក៏បានដែររួចពួកយើងក៏ដើរទៅផ្ទះរៀងខ្លួនបន្ទាប់ពីងូតទឹកហូបបាយរួចពួកយើងក៏មកជួបជុំគ្នាតាមការណាត់ត្រង់កន្លែងដដែលដោយដៃខ្ញុំមានកាន់សៀវភៅធម៌ផងស្រាប់តែមកដល់ជុំគ្នាបាត់អាដាមមិនឃើញនៅពេលនោះពួកខ្ញុំទាំង5នាក់ស្រាប់តែឃើញពីណាគេមិនដឹងអោនងើបនៅត្រើយម្ខាងទៀតនៃប្រឡាយទឹកពួកយើងក៏សម្រេចចិត្តដើរទៅមើលទាំងអស់គ្នានៅពេលដើរចិត្តទៅដល់ទើបពួកយើងដឹងថានោះគឺជាដំគេកំពុងតែដើរដកហើយនឹងសារបង្កាយត្រីនឹងទៅផ្ទះរបស់គេវិញដោយសារតែគេបានឮសូរសំឡេងមេក្រូស្មូតបនសពនៅឯភូមិផ្សេងទៀតនៅក្បែរកន្លែងដែលយើងដាក់បង្កាយត្រីនឹងអញ្ចឹងគេខ្លាចហើយគេក៏ប្រញាប់សារបង្កាយនឹងទៅផ្ទះតែម្ដង
បន្ទាប់ពីបាច់បាក់សាមគ្គីគ្នាហើយដោយសារតែអាដាមហ្នឹងណាក៏និយាយមកកាន់ខ្ញុំថាយប់នេះយើងមិនចាំបាច់នៅមើលទល់ភ្លឺទេអញ្ចឹងតោះយើងនាំគ្នាទៅផ្ទះសិនទៅចាំម៉ោង 4 ទីភ្លឺអីចាំមកសាបង្កាយជាមួយគ្នា2នាក់ដល់